ប្រទេសឃើញសាកសពបរិម្នាក់មិនស្គាល់តាក់សញ្ញាណអណ្ដែតមកក្រោមស្ពានខ្សែកាបឬសៃកែវរាជធានីភ្នំពេញសាកសពបរិម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកទន្លេសាបនៅក្រោមស្ពានខ្សែកាបឬសៃកែវហើយក៏រាយការណ៍ទៅសមត្ថកិច្ចអូសយកមកត្រួតពិនិត្យនៅក្រោមស្ពានជ្រោយចង្វារការប្រទះឃើញសាកសពនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 6:15 នាទីព្រឹកថ្ងៃទី 10 ខែឧសភាឆ្នាំ 2025 នេះស្ថិតនៅចំណុចក្បែរជើងសសរស្ពានខ្សែកាបឬសៃកែវក្បែរផ្នែកខាងកើតក្បែរមជ្ឈមណ្ឌលសន្តិបាតក្រុមហ៊ុន OCIC ក្នុងភូមិដើមគោសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញសាកសពបុរសរូបនោះពុំស្គាល់តាក់សញ្ញាណមានអាយុប្រមាណ30ឆ្នាំហើយអត់ពាក់អាវស្លៀកខោជើងវែងមានលក្ខណៈហើមស្អុយរលួយទៅហើយតាមព័ត៌មានបានឲ្យដឹងទៀតថានៅព្រឹកនេះសមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានតាក់ទងទៅជនជាតិអ៊ីស្លាមមកអូសយកសពទៅដែលទៅនៅក្រោមស្ពាននេះអូសយកសពទៅក្រោមស្ពានជ្រោយចង្វារដើម្បីឲ្យនគរបាលជំនាញត្រួតពិនិត្យតាមសន្តិសុខមជ្ឈមណ្ឌលសន្តិបាតក្រុមហ៊ុន OCIC បានឲ្យសមត្ថកិច្ចដឹងថានៅព្រឹកថ្ងៃកាត់ហែនេះបុគ្គលិកផ្នែកកាមេរ៉ាសុវត្ថិភាពបានប្រទះឃើញសាកសពបុរសរូបនោះអណ្ដែតនៅជាប់សសរស្ពានឬក៏ប្រាប់សន្តិសុខរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានដើម្បីតាក់ទងទៅនគរបាលជំនាញឲ្យចុះមកត្រួតពិនិត្យអាយុមិនទាន់18ឆ្នាំស្រួលបុលផងយុវជនមួយក្រុមរួមគ្នាសម្លាប់យុវជនម្នាក់ទៀតព្រោះកំហឹងជនល្មើស4នាក់សុទ្ធតែជាក្មេងៗត្រូវបានកម្លាំងជំនាញចាប់ខ្លួនជាបន្តបន្ទាប់ក្រោយធ្វើសកម្មភាពព្រួតគ្នាកាប់យុវជនម្នាក់បណ្ដាលឲ្យបាត់បង់ជីវិតស្ថិតក្នុងភូមិ7សង្កាត់លេខ4ក្រុងព្រះសីហនុនេះបើតាមការឲ្យដឹងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅរុស្ស៊ីថ្ងៃទី6ខែឧសភាឆ្នាំ 2025 នេះនៅក្នុងចំណោមបពុះ2នាក់មានអាយុ16ឆ្នាំម្នាក់អាយុ17ឆ្នាំនិងម្នាក់ទៀតអាយុ19ឆ្នាំដែលអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ង៉ែតជួប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកាលពីថ្ងៃទី3ខែឧសភាឆ្នាំ 2025 កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយនឹងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងរាជធានីភ្នំពេញបានបើកការស្រាវជ្រាវរហូតឈានទៅដល់ការចាប់ឃាត់ខ្លួនជនដៃដល់បាន4នាក់រួមមានទី1ឈ្មោះឆេងហួរទី2ឈ្មោះយ៉ាលេងទី3ឈ្មោះរតសីហានិងទី4ឈ្មោះសុនសុកនីយ៉ាងណាមិញបន្ទាប់ពីខកខ្លួនរួចនៅចំពោះមុខកម្លាំងជំនាញក្រុមជនដៃដល់បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពដេញវាយនិងគប់កាំបិតតាំងតោទៅលើជនរងគ្រោះបណ្ដាលឲ្យស្លាប់ភ្លាមៗដែលក្រុមជនល្មើសអះអាងថាភាគីជនរងគ្រោះបានធ្វើសកម្មភាពដេញវាយពួកខ្លួនមុនទៅពួកខ្លួនខឹងក៏បានធ្វើសកម្មភាពខាងលើនេះតែម្ដងបច្ចុប្បន្នក្រុមជនល្មើសខាងលើនេះត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់